ទេសចរបរទេសប្តឹងថៃរឿងបោកបញ្ឆោតឲ្យទៅមើលអង្គរវត្តខ្លាំងខ្លាយមហាអាម៉ាស់ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាតែរដ្ឋាភិបាលព្យាយាមផ្សព្វផ្សាយថាខ្លួនមានអង្គរវត្តចម្លងដែលអស្ចារ្យមិនចាញ់កម្ពុជាហើយពេលនេះការពិតត្រូវបានលាតត្រដាងភ្ញៀវទេសចរបរទេសជាង200នាក់បានរួមគ្នាដាក់ពាក្យបណ្ដឹងអាជ្ញាធរថៃសងប្រាក់វិញភ្លាមបន្ទាប់ពីពួកគេមានអារម្មណ៍ថាត្រូវបានគេបោកពួកគាត់រៀបរាប់ទាំងហួរចាត់ថាថៃបានផ្សព្វផ្សាយកុហកថាមានបាតុភូតព្រះអាទិត្យរាជចំកំពូលកណ្ដាលដូចនៅអង្គរវត្តពិតៗតែដល់ពេលមកដល់កន្លែងនោះស្រាប់តែឃើញព្រះអាទិត្យរាជចំដំបូលផ្ទះនៃភូមិទៅវិញហើយភ្ញៀវទេសចរទាំងនោះបានដាក់រហស្សនាថ្មីឲ្យបាតុភូតនេះថាសំមុខរាត្រីមិនមែនសមរាត្រីឡើយជាមួយគ្នានេះពួកគេក៏បានអំពាវនាវទៅកាន់ពិភពលោកថាកុំចាញ់បោកការផ្សាយភូតភររបស់ថៃបើចង់ឃើញភាពអច្ឆរិយៈពិតប្រាកដចូលទៅកាន់ប្រទេសកម្ពុជាដើម្បីទស្សនាអង្គរវត្តពិតៗដែលមិនអាចមាននរណាគេម្នាក់ចម្លងបានសម្រាប់បងប្អូនដែលចង់បានវីតាមីនឬក៏អាហារបំពន់មកពីសហរដ្ឋអាមេរិកកុំភ្លេច check page ដែលខ្ញុំបានទម្លាក់នៅក្នុង comment ហើយមួយវិញទៀតបើសិនជាបងប្អូនកំពុងតែស្វែងរកនៅសម្អាងការដែលទាន់សម័យតម្លៃសមរម្យក៏ដូចជាតុបតែងនៅក្នុងកម្មវិធីរបស់បងប្អូនបានយ៉ាងស្រស់ស្អាតណាបងប្អូនកុំភ្លេចទាក់ទងទៅកាន់ជូសសម្អាងការ